ជំរាបសួរពុកម៉ែបងប្អូនមកចាស់មួយថ្មីនេះស្លាស់ល្អនេះថ្ងៃច័ន្ទវាលវឹងហ្មងឆ្នេរសុកសៅរ៍អាទិត្យណានដល់ពេលច័ន្ទស្លាស់វឹងនេះមកប្រមូលបងប្អូនលេងហ្គេមមួយមីតាលីដល់សែនរោគរ៉ារបស់ខ្ញុំបងប្អូនណាចង់ជិះមកលេងអ៊ំទូខ្លះហើយអត់តាបានកក់បន្ទប់បងប្អូនផ្ដល់ជូនព័ត៌មានបងប្អូនតិចថ្ងៃទី4បើអ៊ំទូថ្ងៃទី4ខ្ញុំពេញហើយអស់បន្ទប់ហើយប៉ុន្តែសម្រាប់ថ្ងៃ1ថ្ងៃ2ថ្ងៃ3នៅមានហើយសម្រាប់ថ្ងៃ5ថ្ងៃ6ក៏នៅមានដែរពេញតែថ្ងៃ4មួយទេកើថ្ងៃ4មួយចឹងថ្ងៃនេះចង់មកឲ្យបងប្អូនដាក់ដេញថ្លៃគ្រឿងសមុទ្របន្តិចព្រោះដោយសារជាទូទៅភាគច្រើនបងប្អូននឹងចេញមកលេងកន្លែងខ្ញុំគាត់សម្រាប់បន្ទប់ប៉ុន្តែគ្រឿងសមុទ្រម្ហូបគាត់ជ្រើសរើសទិញពីផ្សារមកច្រើនជាងអញ្ចឹងទៅក្រុមការងារខ្ញុំខាងម្ហូបអាហារខាងរេស្តូរ៉ង់អត់ទៅមានការងារធ្វើចឹងថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនដែលចង់អញ្ជើញមកលេងថ្ងៃអ៊ំទូកដែលអត់ចាំថ្ងៃ4ណាព្រោះថ្ងៃ4ខ្ញុំពេញហើយបងប្អូនដែលចង់អញ្ជើញមកលេងអ៊ំទូកអត់ចាំថ្ងៃ4ហើយចង់បានបន្ទប់ស្នាក់នៅអញ្ចឹងខ្ញុំអត់លក់បន្ទប់ទេបន្ទប់ហ្នឹងសុខចិត្តផ្ដល់ជូនបងប្អូនស្នាក់នៅ free បងលក្ខខណ្ឌគឺបងប្អូនទិញម្ហូបទិញគ្រឿងសមុទ្រទិញភេសជ្ជៈទិញមឹកទិញបកាទិញក្តាមនេះទៅហើយលក្ខខណ្ឌនៃការដេញថ្លៃរបស់ខ្ញុំគឺខ្ញុំនឹងដាក់នៅក្នុង line នេះយក comment ជាគោលពីខ្ញុំ line រហូតដល់យប់នេះម៉ោង12យប់ទោះបីខ្ញុំបាត់ line ក៏ដោយខ្ញុំនៅយក comment ណាយក comment បងប្អូនណាដែលអាចទិញគ្រឿងសមុទ្របានច្រើនជាងគេបំផុតគីឡូច្រើនជាងគេទឹកលុយច្រើនជាងគេអញ្ចឹងបងប្អូនលក្ខខណ្ឌអញ្ចឹងបងប្អូនចាំចូលទៅដេញថ្លៃគ្នានៅក្នុង comment ទៅបងប្អូនណាចង់បានក្តាមប្រហែលគីឡូបកាប្រហែលគីឡូមឹកប្រហែលគីឡូងាវប្រហែលគីឡូចង់បានត្រីបបែលចង់បានត្រីកមុងចង់បានគ្រឿងសមុទ្រផ្សេងទៀតបងប្អូនត្រូវការអីខ្លះតម្លាក់ក្នុង comment អញ្ចឹងបងប្អូនដែលជាវគ្រឿងសមុទ្របានច្រើនជាងគេនឹងទទួលបានសិទ្ធបានបន្ទប់ស្នាក់នៅ free តែម្ដងបាទឲ្យស្មារភាពណាឈ្នះនឹងយកអញ្ចឹងខ្ញុំឡាយមួយថ្ងៃមកបន្ទប់ពីឥឡូវរហូតដល់អស់បន្ទប់បាទមួយថ្ងៃខ្ញុំឡាយមកបន្ទប់ពីឥឡូវរហូតដល់អស់បន្ទប់ហើយបន្ទប់ដែលខ្ញុំនិយាយនេះគឺខ្ញុំអត់កំណត់ថាក្រែប៉ុន្មានទេគឺមួយថ្ងៃជូនមកបន្ទប់អញ្ចឹងក្នុងថ្ងៃនីមួយៗអ្នកដែលឈ្នះហ្នឹងគាត់អាចមានសិទ្ធិរើសគាត់យកក្រែប៉ុន្មានអញ្ចឹងតាមបន្ទប់ដែលខ្ញុំមានក្រែ1ក្រែ2ក្រែ3អញ្ចឹងទៅតែបើសិនជាឧទាហរណ៍ថាឡាយ2ថ្ងៃដំបូង3ថ្ងៃដំបូងខ្ញុំអស់បន្ទប់ក្រែ3ចឹងថ្ងៃបន្ទាប់មានតែក្រែ2និងក្រែ1អីចឹងទៅតាមលេខរៀងតាមជាក់ស្ដែងហើយដើម្បីបានព័ត៌មានលម្អិតច្បាស់ពីតម្លៃអាច comment សួរក៏បានអាចតាក់ទងមក Telegram ក៏បានតែបើថ្ងៃធម្មតាចេះដឹងថាថោកជាងទីផ្សារហើយប៉ុន្តែពិសេសជាងទីផ្សារត្រង់ថាបងប្អូនទៅទិញគ្រឿងសមុទ្រគឺបងប្អូនជាកន្លែងខ្ញុំគឺបានសេវាកម្មចម្អិនសម្អាតបាទចឹងគ្រឿងសមុទ្រទាំងអស់ហ្នឹងដែលបងប្អូនទិញពីខ្ញុំទៅគឺយើងសម្អាតរួចរាល់អស់ហើយចម្អិនជូនបងប្អូនចង់បានបែបណាយើងចម្អិនជូនបែបហ្នឹងមិនថាបងប្អូនចង់ស្រស់ចង់ឆាចង់ចំហុយចង់បំពងចង់ស្ងោរអីមិនគឺយើងចាត់ចែងជូនបងប្អូនគាត់តែប្រាប់មកចង់ញ៉ាំបែបនេះខ្លះយើងចម្អិនឲ្យអត់មានគិតសេវាបន្ថែមទេគឺតម្លៃនៅក្នុងនឹងស្រាប់ហើយបាទអាហ្នឹងមួយទី2សេវាកម្មតុកកៅអីសម្រាប់បងប្អូនចង់អង្គុយញ៉ាំជុំគ្រួសារនៅមាត់ឆ្នេរឬក៏មាត់អាងហែទឹកឬក្នុងរេស្តូរ៉ង់ចានសាព្រាអីយើងរៀបចំជូនបងប្អូនមួយសេតបាទក៏ឲ្យមានគិតសេវាបន្ថែមដែរយើងគិតតែថ្លៃគ្រឿងសមុទ្ររបស់បងប្អូនទិញហ្នឹងទេអញ្ចឹងបានពីររឿងទី1សេវាចម្អិនសេវាចម្អាតទី2គឺជាង$80ហើយនឹងក្រែ3រហូតដល់$95បងប្អូនក្រែ1គេបាន3នាក់ក្រែ2យើងឲ្យគេបានដល់5នាក់ក្រែ3អនុញ្ញាតឲ្យគេបានដល់7នាក់អញ្ចឹងបើបងប្អូនជាវបន្ទប់អស់65អស់80អស់95គឺបានតែបន្ទប់ទេអត់មានបានសេវាអីផ្សេងទេតុកក្រែក៏អត់បានម្ហូបក៏អត់បានតែផ្ទុយទៅវិញបើបងប្អូនដេញថ្លៃទិញគ្រឿងសមុទ្រថ្ងៃនេះបងប្អូនអស់លុយប្រហែលគឺបានម្ហូបប៉ុណ្ណឹងមកវិញមានគ្រឿងសមុទ្រមានភេសជ្ជៈមានប៊ីយ៉ាបងប្អូនទិញអីខ្លះតាមហ្នឹងយើងបូកទឹកលុយតាមហ្នឹងអញ្ចឹងក្នុង comment អ្នកណាដែលដេញថ្លៃតម្លៃម្ហូបតម្លៃភេសជ្ជៈហ្នឹងបានទឹកលុយខ្ពស់ជាងគេគឺយើងបង្កល់បន្ទប់ free ជូនតែម្ដងអញ្ចឹងគឺចំណេញខ្លាំងលើចំណេញហ្មងនិយាយទៅបងប្អូនខ្ញុំមិនដែលធ្វើបែបហ្នឹងដែរតែវគ្គនេះចង់សាកលេងមួយបងប្អូនមកកដាមើលសប្បាយអត់ទៅរួចអត់បើលេងហ្គេមមួយហ្នឹងទៅសប្បាយភ្ញៀវក៏សប្បាយចិត្តហើយខ្ញុំក៏ទៅរួចវគ្គក្រោយបន្តលេងថែមទៀតបាទអញ្ចឹងសម្រាប់ថ្ងៃនេះព័ត៌មានខ្ញុំមានប៉ុណ្ណឹងខ្ញុំឡាយជូនប៉ុណ្ណឹងបងប្អូនអាចពេលដែលខ្ញុំបិទ live ហើយខ្ញុំនៅផុសវានៅឡើយទេអញ្ចឹងបងប្អូនអត់ទាន់ច្បាស់ព័ត៌មានត្រឡប់ទៅមើលវាសារឡើងវិញម្ដងទៀតក៏បានឬបងប្អូនចូលឆាតចូល comment Telegram មកសួរព័ត៌មានមិនអត់ក៏បានតាក់ទងជាមួយនឹង promotion នឹងបន្ថែមឬក៏បងប្អូនចង់ដឹងពីតម្លៃគ្រឿងសមុទ្រអរគុណបងប្អូនជួបគ្នានៅមីតាលីឆ្នេរអូត្រេ2កំពង់សោមអរគុណសម្រាប់ការគាំទ្រ